កងទ័ពអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារទៅលើតំបន់ភាគខាងត្បូងនិងកណ្ដាលទីក្រុងកាហ្សាដែលបង្កវិនាសកម្មបាត់បង់ជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាត់បានព្រមានជាស្រេចថាប្រសិនបើពួកប្រដាប់អាវុធហាម៉ាស់មិនព្រមដោះលែងចំណាប់ខ្មាំងនិងប្រសិនបើពួកហាម៉ាស់មិនព្រមចាក់ចេញពីតំបន់កាហ្សានោះទេអ៊ីស្រាអែលនឹងចាត់វិធានការឲ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតដោយមានជំនួយគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតីនិងសម្ភារៈពីសំណាក់សហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រសិទ្ធនាមយុទ្ធនាការយោធារបស់ខ្លួនថាបើកច្រកទ្វារនរកដែលជាចំណាត់ការកណ្ដាប់ដែកដ៏សំខាន់ចាំបាច់ដើម្បីកម្ចាត់ពួកប្រដាប់អាវុធហាម៉ាស់និងដើម្បីរំដោះចំណាត់ខ្មាំងដែលត្រូវពួកហាម៉ាស់ចាប់ខ្លួននៅថ្ងៃទី7តុលាឆ្នាំ2023មានចំនួនជាង250នាក់ក៏ប៉ុន្តែក្រោយពីដោះដូរចំណាប់ខ្មាំងជាច្រើនលើករួចមកនៅពេលនេះចំណាប់ខ្មាំងនៅសល់នៅក្នុងដៃហាម៉ាស់ចំនួនតែ58នាក់ប៉ុណ្ណោះហើយក្នុងចំណោមនោះកងទ័ពអ៊ីស្រាអែលប្រកាសថាចំណាប់ខ្មាំងស្លាប់34នាក់ទៅហើយតែអ៊ីស្រាអែលអះអាងថាខ្លួនមានកាតព្វកិច្ចត្រូវតែនាំយកចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញទាំងអ្នកនៅមានជីវិតក្តីនិងទាំងសាកសពក្តីទោះបីជាយ៉ាងណាក្តីនៅអ៊ីស្រាអែលមានបាតកោរាប់ពាន់នាក់បានជួបជុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងលោក Benjamin Netanyahu និងបានចោទប្រកាន់ថានាយករដ្ឋមន្ត្រីរូបនេះបន្តធ្វើសង្គ្រាមរំដោះចំណាប់ខ្មាំងគ្រាន់តែជាលេសតែប៉ុណ្ណោះតែធៀបពិតគឺដើម្បីបន្តក្រាញអំណាចរបស់ខ្លួនឯងនេះបើតាមបាតកោអ៊ីស្រាអែលដែលបានទាមទារឲ្យលោក Benjamin Netanyahu ចុះចេញពីតំណែងប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលនិងហាម៉ាស់មានជំហរខ្វែងគ្នាចំពោះបទឈប់បាញ់ដំណាក់កាលទី2ដែលត្រូវចូលជាធរមាននៅថ្ងៃទី19មីនាចំពោះក្រុមប្រដាប់អាវុធហាម៉ាស់មុននឹងពួកគេដោះលែងចំណាប់ខ្មាំងទាំងអស់ទាល់តែអ៊ីស្រាអែលធានាថាឈប់បាញ់ទាំងស្រុងព្រមទាំងដកកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីទឹកដីកាហ្សាហើយនឹងបើកច្រកផ្លូវជំនួយមនុស្សធម៌ឡើងវិញក៏ប៉ុន្តែអ៊ីស្រាអែលមិនត្រឹមតែបិទផ្លូវជំនួយមនុស្សធម៌និងមិនដកទ័ពទេហើយថែមទាំងសម្រុកវាយប្រហារយ៉ាងរន្ធើនដោយបង្ខំឲ្យពួកហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ជាមុនសិនមិនតែប៉ុណ្ណោះអ៊ីស្រាអែលដែលចាត់ទុកពួកហាម៉ាស់ជាប្រភពនៃការគំរាមកំហែងបានទាមទារឲ្យពួកហាម៉ាស់ត្រូវដកខ្លួនទាំងស្រុងចេញពីតំបន់កាហ្សាការវាយប្រហារបំផ្ទុះគ្រាប់នៅកាហ្សាកាលពីថ្ងៃពុធទី19មីនាបានបណ្ដាលឲ្យបុគ្គលិករបស់អង្គការសហប្រជាជាតិជាជនជាតិប៊ុលហ្គារីម្នាក់ស្លាប់ហើយនឹង5នាក់ទៀតរងរបួសក្នុងចំណោមអ្នករងរបួសទាំងនោះក៏មានជនជាតិអង់គ្លេសដែរភ្លាមអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលទីក្រុងឡុងបានថ្កោលទោសអំពើហិង្សាបង្ហូរឈាមនៅកាហ្សានិងទាមទារឲ្យបើកការស៊ើបអង្កេតឯករាជ្យជុំវិញគ្រោះថ្នាក់ស្លាប់និងរងរបួសមន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិមូលដ្ឋានយោធាក្រោមដីថ្មីមួយទៀតដែលរដ្ឋអំណាចអ៊ីរ៉ង់លាតត្រដាងនៅពេលនេះជាជំរំយោធាដ៏ធំសម្បើមនិងពុំធ្លាប់បង្ហាញពីមុនមកទេបើតាមរូបភាពផ្លូវការផ្សាយដោយទូរទស្សន៍ជាតិអ៊ីរ៉ង់ផ្លូវក្រោមដីរបស់មូលដ្ឋានយោធានោះអាចអនុញ្ញាតឲ្យឡានកាមីយ៉ុងធំបើកបរទៅមកបញ្ច្រាស់គ្នាឬក៏បើកទន្ទឹមគ្នាក៏បានមូលដ្ឋានយោធានេះមានបំពាក់ដោយមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដែលអាចបាញ់ទៅដល់ទឹកដីអ៊ីស្រាអែលនិងមូលដ្ឋានយោធាអាមេរិកណាមួយនៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតផងនេះបើតាមសេចក្តីអធិប្បាយរបស់ទូរទស្សន៍ជាតិអ៊ីរ៉ង់នេះពុំមែនជាលើកទី1ទេដែលកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បង្អួតសម្ញែងសាច់ដុំយោធាយ៉ាងដូចនេះកាលពីដើមខែកុម្ភៈឆ្នាំ2025នេះអ៊ីរ៉ង់បានបង្ហាញទីតាំងមូលដ្ឋានកងទ័ពក្រោមដីមួយស្ថិតនៅភាគខាងត្បូងប្រទេសក្នុងពេលដំណើរគ្នានឹងប្រធានាធិបតីអាមេរិកដូណាល់ត្រាំស្បត់ចូលកាន់តំណែងកាលពីថ្ងៃទី20មករាអ៊ីរ៉ង់ក៏ធ្លាប់បានបង្អួតមូលដ្ឋានកងទ័ពក្រោមដីម្ដងដែរមូលដ្ឋានយោធានោះមានជម្រៅប្រមាណជា500ម៉ែត្រនិងមានកន្លែងស្តុកអាវុធទំនើបរួមទាំងមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយទៀតផងការបង្អួតសម្ញែងទីតាំងយោធាអ៊ីរ៉ង់ជាច្រើនលើកនេះស្ថិតនៅក្នុងបរិបទស្ថានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលជាសម្ព័ន្ធចាក់ទឹកមិនលិចរបស់ទីក្រុង Washington អាមេរិករបស់លោកដូណាល់ត្រាំបានដាក់សម្ពាធបង្ខំឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររួមទាំងមីស៊ីលបាឡេស្ទិកជាក់ស្ដែងកាសែតបរទេសជាច្រើនបញ្ជាក់ថាកាលពីដើមខែមីនានេះប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានផ្ញើសម្បត្តិមួយច្បាប់ទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដើម្បីស្នើចរចាគ្នាជាថ្មីនិងជំរុញឲ្យអ៊ីរ៉ង់បោះបង់ចោលគម្រោងកម្មវិធីនុយក្លេអ៊ែរហើយត្រូវឈប់ផ្ដល់ជំនួយជួយទៅដល់ក្រុមប្រដាប់អាវុធផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេសពួកឧទាមហ៊ូទីនៅយេម៉ែន
ជាច័ន្ទសប្តាហ៍រហូតមកទល់នឹងពេលនេះថ្នាក់ដឹកនាំអ៊ីរ៉ង់នៅមិនទាន់ឆ្លើយតបលិខិតរបស់ចៅហ្វាយសេតាវិមាននោះទេហើយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះប្រមុខដឹកនាំសាសនាអាលីខាមេនីជាអគ្គមគ្គុទ្ទេសកកំពូលអ៊ីរ៉ង់បានប្រកាសថាការគំរាមកំហែងរបស់អាមេរិកគ្មានបានប្រយោជន៍ឡើយហើយអ៊ីរ៉ង់ក៏មិនទទួលសំណើចរចានោះទេផ្ទុយទៅវិញនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានកែសម្រួលសម្ដីរបស់ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់និងពោលបែបការទូតទៅវិញថាអ៊ីរ៉ង់ព្រមបើកផ្លូវចរចាជាមួយអាមេរិកតែដាច់ខាតមិនចរចាដោយស្ថិតនៅក្រោមសម្ពាធនោះឡើយមួយថ្ងៃបន្ទាប់មកក្រសួងការបរទេសអាមេរិកស្រាប់តែប្រកាសដាក់ទណ្ឌកម្មចំពោះមន្ត្រីក្រសួងសន្តិសុខអ៊ីរ៉ង់3នាក់ដែលអាមេរិកចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មទៅលើអតីតចារៈបុរសអាមេរិកម្នាក់ក្រោយពីចូលនិវត្តន៍ពីក្រុមប៉ូលីស FBI ចារៈបុរសម្នាក់នោះបានទៅធ្វើការឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់ CIA រូបគេស្លាប់នៅក្នុងពេលជួបជាមួយអ្នកផ្ដល់ព័ត៌មានសម្ងាត់អំពីគម្រោងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ2017នៅចំពោះមុខសភានាថ្ងៃពុធទី16តុលានេះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលម្អិតអំពីផែនការបញ្ចប់សង្គ្រាមដោយបញ្ជាក់យ៉ាងច្បាស់ថាជោគជ័យនៃសង្គ្រាមអាចសម្រេចបានអាស្រ័យលើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនមិនមែនអាស្រ័យលើរុស្ស៊ីឡើយគឺជាផែនការឈ្នះសង្គ្រាមដែលសម្ដៅពង្រឹងប្រទេសអ៊ុយក្រែននិងជំហររបស់អ៊ុយក្រែននេះគឺជាប្រសាសន៍របស់លោក Zelensky ទៅកាន់អង្គសភាដដែលអ្វីដែលច្បាស់លាស់បំផុតផែនការមិនបណ្ដោយឲ្យអ៊ុយក្រែនបាត់បង់ទឹកដីទេគ្មានទេការដោះដូរដែនដីឬក៏បូរណភាពដែនដីឬការបង្កករំកិលព្រំដែនមកនៅត្រឹមខ្សែសមរភូមិនាពេលបច្ចុប្បន្ននេះក៏ប៉ុន្តែមានចំណុចខ្លះស្ថិតនៅជាអាថ៌កំបាំងនិងបង្ហាញប្រាប់ដល់ប្រមុខដឹកនាំបកនានាជាលក្ខណៈឯកជនតែប៉ុណ្ណោះអ្វីដែលសាធារណជនអាចដឹងបាននិងបើតាមលោកប្រធានាធិបតីអ៊ុយក្រែនផែនការសន្តិភាពដែលនឹងអាចបញ្ចប់សង្គ្រាមនៅយ៉ាងយូរក្នុងឆ្នាំ2025មាន5ចំណុចទី1គឺការអញ្ជើញអ៊ុយក្រែនឲ្យចូលជាសមាជិកអូតង់ដើម្បីបញ្ឈឺរុស្ស៊ីរបស់លោកពូទីនចំណុចទី2គឺបង្វិលសង្គ្រាមឲ្យឆេះរលរាលដាលនៅលើទឹកដីរុស្ស៊ីវិញតាមរយៈប្រតិបត្តិការដោយដែលអ៊ុយក្រែនបានធ្វើនៅតំបន់គូសនិងដោយប្រើអាវុធរបស់លោកខាងលិចដែលបាញ់បានឆ្ងាយចូលទៅដល់ក្នុងទឹកដីរុស្ស៊ីបំពាក់យុទ្ធសាស្ត្រសម្លុតបន្លាចគ្មានលក្ខណៈគំរាមនុយក្លេអ៊ែរល្មមនឹងការពារអ៊ុយក្រែនបានដើម្បីធ្វើឲ្យយោធារុស្ស៊ីមិនអាចរលឈ្លានពានបានទៀតនេះគឺជាចំណុចទី3ឯចំណុចទី4គឺជាផ្នែកដែលត្រូវបង្ហើបជាសម្ងាត់ប្រាប់សម្ព័ន្ធមិត្តនិងចុងក្រោយគឺទួលនីតិរបស់អ៊ុយក្រែននៅក្រៅសង្គ្រាមបិទបញ្ចប់ទៅផែនការសន្តិភាពនេះក៏នឹងក្លាយទៅជារបៀបវារៈមួយនៃជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីអូតង់ដែលនឹងចាប់ផ្ដើមនៅថ្ងៃប្រហ័សនៅទីក្រុងប្រ៊ុយសែលនេះបើតាមសេចក្តីប្រកាសរបស់លោកប្រមុខអង្គការអូតង់ដោយគ្មានបងអង្គរុស្ស៊ីបានបញ្ចេញប្រតិកម្មច្រើនចោលផែនការសន្តិភាពរបស់អ៊ុយក្រែននិងបានចោទលោក Zelensky ថាកំពុងនាំសម្ព័ន្ធមិត្តអាត្លង់ទីកគឺអូតង់ឲ្យចូលមកពាក់ព័ន្ធក្នុងចំនួនដោយផ្ទាល់ហើយមិនមែនជាផែនការសន្តិភាពទេគឺជាពាក្យស្លោកដែលមិនស៊ីចង្វាក់សោះចេញពីបបោមាត់ឃាតករណាស៊ីបែបថ្មីនេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីមូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ីដែលស្ថិតនៅចម្ងាយប្រមាណ700គីឡូម៉ែត្រពីសមរភូមិអ៊ុយក្រែនបានរងនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅព្រឹកថ្ងៃប្រហ័សទី20មីនាវីដេអូដែលទីភ្នាក់ងារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់បានបង្ហាញឲ្យឃើញនៅកម្លាំងផ្ទុះដ៏ខ្លាំងក្លាបង្កការខូចខាតផ្ទះសម្បែងប្រជាជនស្ថិតនៅក្បែរមូលដ្ឋាននេះវីដេអូមួយទៀតបង្ហាញឲ្យឃើញភ្លើងឆេះសន្ធោសន្ធៅខ្ពស់ឡើងទៅលើក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងថាកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើព្រលានយន្តហោះយោធាហើយបានបំផ្ទុះទីតាំងស្តុកគ្រាប់នៃមូលដ្ឋាននេះថែមទៀតគូបញ្ជាក់ថានៅព្រឹកថ្ងៃប្រហ័សក្រសួងការពារជាតិរុស្ស៊ីបានប្រកាសដំណឹងថាប្រព័ន្ធការពារផ្លូវអាកាសរុស្ស៊ីបានកំទេចដ្រូនអ៊ុយក្រែនចំនួន132គ្រឿងដែលហោះចូលប៉ុនប៉ងវាយប្រហារក្នុងទឹកដីរុស្ស៊ីដោយឡែកអាជ្ញាធរតំបន់សារ៉ាតូវរបស់រុស្ស៊ីបានឲ្យដឹងថាពិតជាមានការវាយប្រហារដោយយានដ្រូនទៅលើទីក្រុង Engels និងបានបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅព្រលានយន្តហោះហើយតម្រូវឲ្យអាជ្ញាធរជម្លៀសប្រជាជនចេញពីតំបន់នៅជុំវិញនេះមនុស្សយ៉ាងហោច10នាក់បានរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនេះបើផ្អែកតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍រុស្ស៊ីដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់អាចបញ្ជាក់បានទេអំពីទំហំខូចខាតជាក់ស្ដែងនៅក្នុងមូលដ្ឋានទ័ពអាកាស Engels ដោយសារតែអាជ្ញាធររុស្ស៊ីមិនផ្ដល់ព័ត៌មានអ្វីទាំងអស់សូមរំលឹកថាមូលដ្ឋានទ័ពអាកាស Engels ស្ថិតនៅមាត់ទន្លេ Volga ត្រូវបានសាងសង់ឡើងតាំងតែពីសម័យសហភាពសូវៀតមូលដ្ឋានទ័ពនេះគឺជាទីតាំងទុកយន្តហោះចម្បាំងយុទ្ធសាស្ត្រ Tupolev Tu-160 របស់រុស្ស៊ីដែលអាចមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរអ៊ុយក្រែនអះអាងថាគឺចេញពីមូលដ្ឋានកងទ័ពអាកាសនេះហើយដែលរុស្ស៊ីបញ្ជាយន្តហោះទៅទម្លាក់គ្រាប់បែកសម្រាប់ប្រជាជនអ៊ុយក្រែន
គូក៏សម្គាល់ថាបន្ទាប់ពីលោកពូទីនយល់ព្រមជាមួយលោកដូណាល់ត្រាំថាសុខចិត្តផ្អាកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនតែកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារជាទូទៅនៅក្នុងទឹកដីអ៊ុយក្រែនដដែលជាក់ស្ដែងកាលពីយប់ថ្ងៃពុធឈានចូលថ្ងៃប្រហ័សអ៊ុយក្រែនបានអះអាងថារុស្ស៊ីបានបញ្ជាដ្រូនចំនួន171គ្រឿងមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែននៅថ្ងៃប្រហ័សលោក Zelensky បានចូលរួមថ្លែងសារតាមវីដេអូពីទីក្រុងអូស្ឡូប្រទេស Norway នៅក្នុងជំនួបកំពូលប្រទេសសមាជិកអឺរ៉ុបទាំង27នៅក្នុងសារនេះលោកប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថាអឺរ៉ុបត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតមិនត្រូវចាញ់ល្បិចស្នៀតរបស់ពូទីនជាដាច់ខាតប្រឈមនឹងការទាមទាររបស់លោកពូទីនថាឲ្យក្រុមប្រទេសលោកខាងលិចត្រូវតែឈប់ផ្ដល់អាវុធឲ្យអ៊ុយក្រែននោះលោក Zelensky បានអំពាវនាវទៅកាន់ប្រទេសអឺរ៉ុបថាត្រូវតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរហូតទាល់តែចោលឈ្លានពានរុស្ស៊ីដកទ័ពចេញឲ្យអស់ពីទឹកដីអ៊ុយក្រែន